add fingerprint ចាប់ឥឡូវយើងមក digital code នេះមាន password ហ្នឹងមែននេះ add password មកចឹង add password យើងទៅមើលអស់គ្នាយើងចុច6ដល់10សុំឥឡូវខ្ញុំចុចនេះមែនហើយតាមយើងចុច agree ហើយយើងចុច confirm ម្ដងទៀតយើងចុច agree ទៅមែនដល់ពេលយើងចុចខុសមែនពេលចុចខុសវាឲ្យអញ្ចឹងឯងបងប្អូនមែនពេលយើងចុចខុសនេះពេលយើងចុចខុសវាឲ្យអញ្ចឹងគេថាយើងចុចខុសតែយើងចុចម្ដងទៀតមែនចុចម្ដងទៀតយើងចុចនេះ enter មកនេះចេះត្រូវ agree ណាខុសម្ដងទៀតហើយ enter មើលអូខេហើយចឹងមិនណាខ្ញុំចុចខុសពីរដងឥឡូវខ្ញុំចុចត្រូវម្ដងហើយបាទចឹងដល់ពេលយើងចុចត្រូវក៏វាប្រាប់ដែរអា scan ហ្នឹងវាត្រូវការ confirm ពីរដងចុចលើកទី1ចុចលើកទី2ហើយចំពោះលេខចាប់ពី6ខ្ទង់ដល់10ខ្ទង់បាទអូខេឥឡូវការ add password ចប់ហើយបាទតើយើងបន្តជាមួយនឹង add កាតជាមួយវីដេអូត